Ok, số giấy bằng mộtនេះបាទនេះគឺខ្ញុំចង់មកណែនាំពីវិធីប្រើប្រាស់ mode បន្ថែមទៀតដែលយើងទៅតែថែមបាទអញ្ចឹង mode ហ្នឹងគឺមានឈ្មោះថា I make prompt to video scene អញ្ចឹងនៅក្នុង mode ហ្នឹងគឺយើងធ្វើការបង្កើតជារូបភាពមានន័យថាខ្ញុំបើក file Excel ឲ្យមើលបាទមានន័យថាដំបូងគឺយើងយក prompt ដើម្បីទៅបង្កើតរូបភាពបន្ទាប់ពីបានរូបភាពហើយគឺយើងយករូបភាពហ្នឹងទៅបង្កើតជាវីដេអូបាទជាវីដេអូដែលយើងបោះ prompt វីដេអូ scene ទី1ហើយបន្តមកទៀតយើងថែមនៅ scene ទី2ទៀតដើម្បីឲ្យវាត scene អញ្ចឹងនៅក្នុង file Excel នេះគឺបើសិនជាចង់ត scene ឲ្យច្រើនគឺដាក់ column បន្ថែមទៀតមក1 2 3 column ទៀតមកដើម្បីឲ្យវាមាន scene ច្រើនគឺវាធ្វើការបែបហ្នឹងមានន័យថានៅពេលដែលវាធ្វើការជួរទី1នេះគឺវាធ្វើការ scene ឲ្យចប់គ្រប់ scene រួចវាធ្វើការ row ទី2ហ្នឹងទៀតគឺវាធ្វើការបែបហ្នឹងអញ្ចឹងបើសិនជាបងប្អូនមានត្រឹមតែ column scene ទី1ឡើងនេះទេគឺវាធ្វើការតែមួយហ្នឹងហើយវាធ្វើការនេះទៀតអញ្ចឹងវាតទៅនឹង file Excel របស់យើងបើសិនជាមាន prompt សម្រាប់ត scene ច្រើនគឺវាតឲ្យយើងទៅតាម file Excel ហ្នឹងអូខេអញ្ចឹងយើងងាកទៅតាមយើងងាកទៅមើល tool របស់យើងវិញបាទសម្រាប់ការប្រើប្រាស់គឺបងប្អូនចុចនៅកន្លែងហ្នឹងមកហើយ import file Excel ចូលធម្មតាមកបាទហើយបន្តមកទៀតយើងរើស model ដែលយើងចង់ប្រើប្រាស់អញ្ចឹងតទៅនៅកន្លែងនេះគឺបើសិនជាយើងចង់រើសយកអានេះគឺនៅពេលដែលយើងបង្កើតវីដេអូគឺវា select យក model ហ្នឹងអញ្ចឹងបើសិនជាបងប្អូនយកកន្លែងយក model ដែល free អត់មានកាត់ credit គឺរើសយកហ្នឹងមកគឺវាអត់កាត់ credit យើងទេអញ្ចឹងនៅពេលដែលចូលមកហើយគឺដាច់ខាតគឺត្រូវតែ select កន្លែងនេះហើយយកពាក្យថា image ហើយយកជាប្រភេទរូបភាពបឆោឬបដេកបាទឥឡូវខ្ញុំឧទាហរណ៍ខ្ញុំយកបឆោហើយយកមួយគឺបែបហ្នឹងគឺដាច់ខាតគឺត្រូវតែធ្វើការ set នៅកន្លែងហ្នឹងជាមុនសិនក្នុងការប្រើប្រាស់លើ mode ហ្នឹងអញ្ចឹងអានេះខ្ញុំអត់ generate ទេគឺខ្ញុំបង្ហាញតែម្ដងគឺនៅពេលដែលយើងធ្វើបែបហ្នឹងហើយយើងចុច start ទៅវានឹងបង្កើតរូបភាពមកមួយអញ្ចឹងនៅពេលដែលវាបង្កើតរូបភាពមកមួយហើយវានឹងចាប់ផ្ដើម add បែបហ្នឹងវា add បែបហ្នឹងហើយវាផាស prompt scene ទី1នេះបាទនេះវាផាស prompt scene ទី1ហ្នឹងចូលទៅហើយវានឹងចុច start បាទហើយនៅក្នុងកន្លែងនេះគឺវាមានរើសទៅតាមអ្វីដែលយើងចង់រើសហ្នឹងកន្លែងនេះវាជាប់នៅកន្លែងហ្នឹងណាអញ្ចឹងនៅពេលដែលវាផាសពឹបហើយវានឹងបានវីដេអូមួយអញ្ចឹងវីដេអូគឺបែបហ្នឹងអញ្ចឹងខ្ញុំសរុបខ្ញុំចុចទៅលើវីដេអូអូខេអញ្ចឹងនៅពេលដែលយើងចុចទៅលើវីដេអូហើយដើម្បីបង្កើត scene គឺវាចាប់ផ្ដើមចូលមកក្នុងផ្ទាំងមួយហ្នឹងហើយនៅពេលដែលយើងចូលមកផ្ទាំងមួយហ្នឹងគឺកន្លែងហ្នឹងគឺវាជ្រើសរើសយកអាហ្នឹងតែម្ដងអញ្ចឹងកន្លែងហ្នឹងគឺយើងមានវិធីក្នុងការចាត់ការវាគឺវា reference ទៅលើ model ដែលយើងបានជ្រើសរើសនៅត្រង់កន្លែងនេះអញ្ចឹងនៅពេលដែលយើងជ្រើសនៅកន្លែងនេះ bot វាចាប់ផ្ដើម select រើសយកនេះដែរហើយផាស prompt សម្រាប់ scene ទី2ហើយចុច send ទៅគឺវាធ្វើការ generate ហើយអញ្ចឹងតែទៅនៅកន្លែងនេះគឺមានតែប៉ុណ្្នឹងហើយបន្ទាប់វាធ្វើការ generate ចប់វានឹងចាប់ផ្ដើមធ្វើការ download ហើយ download ចប់វានឹងត្រឡប់ទៅធ្វើការនៅ EP ទី2បន្តទៀតហ្នឹងណាគឺវាធ្វើការបែបហ្នឹងអូខេតើតើនៅការប្រើប្រាស់នៅត្រង់ mode នេះគឺមានតែប៉ុណ្្នឹងបាទអរគុណ